khê sơ đây bọn tộc khía slide top nâng bốn con tại bàn sông ở cả hai bắt chậm liền đọc từ hai nhưng đọc từ hai chỉ tôi tới dương lên chord A major hay dương min chord D major E major min tụ pan năng để bài chord chứng và hai chia bọn nắng tam về hiệp lá hư chuyện khó đi thì tôi tam vẹn được ráng nè thì chứng ởខ្ញុំលេងនៅក្នុងលក្ខណៈទូទៅនៃបទចម្រៀងអំពីវគ្គរ៉ាំងឡើងមកលើកទីនេះគឺជាលំនាំដើមប៉ុន្តែបទចម្រៀងនេះគឺខ្ញុំបានសម្រួលការលេងខូតផ្សេងពីលំនាំដើមហើយចាំអាការក្រោយខ្ញុំនឹងបង្ហាញបន្តប៉ុន្តែឥឡូវគឺគាត់បង្ហាញបឋមសិនខូត A យើងប្រើ C sharp E A ដើម្បីគៀកជាមួយនឹងខូត D ខូត D យើងមាន A F sharp D អញ្ចឹង A major វិញយើងមាន C sharp E Aយើងប្រើម្រាម1 2និងម្រាម5 D ខូត D major ម្រាមកណ្ដាលយើងនៅលើ F sharp ស្រាប់ដែលមេយើង move ដល់មកយើងប៉ះ D and then ខូត E major យើង move up នៃចំហនៃខូត D ហ្នឹងឡើងមួយតួ key ចេះឯងណាមួយចំហយើងបានខូត E majorចឹងដល់ពេលយើងបកមក A major វិញដៃនាងនៅលើ A ដៃច្អល់ move on E ដៃមេ move on C sharp យើងចេះឯងហើយដៃឆ្វេងគឺយើងលេងដូចតែសាមដែរអូខេប៉ុណ្ណឹងសិនណាអរគុណច្រើនយើងមាន limit មកឃើញខ្មែរស្គមតកៅអូខេ so អត់បានច្រៀងទេដោយសារតែបទហ្នឹងគឺវាជា worldwide ព្រោះយើងក៏ហឹមយើងជឿនជា melody ទៅគឺវាជាប់ copyright អញ្ចឹងគឺហៅជាព្យាង្គឲ្យដំបូងយើងមាននិមិត្តមួយសម្រាប់ជាតិយើងស្រមមកឃើញខ្មែរស្គមតកៅយើងហាត់លេងប៉ុណ្ណឹងសិនមកដើម្បីឲ្យយើងយល់ពីខុតមួយទៅខុតមួយតាមឃ្លានីមួយណាតានេះគឺបែបបន្តតាអូខេពីរដងណាអកមិនគឺលេងពីរដងចឹងយើងឡើងមក C បកមក G វិញហើយឡើងទៅ D វិញវគ្គបន្តគឺឡើងមក C លើកទី2បកមក G ថយទៅ D ប៉ុណ្្នឹងឯងអង្គមួយទៀតឡើងលើទី3តើ1 2 3 4 G ទៅដែរ C មួយទៀតតើ1 2 3 4 Gកម្ពុជាអូខេដល់ពេលយើងរាប់មក1 2 3 4
សង្ឃឹមថាអត់ជាប់ copyright ចុះហ្នឹងហើយគឺដូចចឹងឯងដែលយើងលេងណាដំបូងគឺយើងមាន G ដូចជា3ដងតាតារ៉ា1 2 3 4 1 2 3 4លើកទី3លើកទី4តាតាទី5ទី6តារ៉ាឌីអូខេ G មាន6ដងរកសាថ្មីមិនបានថា6ដងប៉ុន្តែបើសិនជាយើងលេងតាមคลิปចម្រៀងយើងមិនចាំរកក៏បានដែរយើងលេងរហូតតតែគេលេងទៅដល់คลิปណាដែលមានខុសថ្មីចាំយើងលេងទៅខុសថ្មីជាមួយគេហ្មងទៅបើយើងរាប់ថាជាម្ដងហើយវាអាចនឹងច្រឡំឬក៏ភ្លេចអញ្ចឹងណាអូខេខ្ញុំបញ្យល់បានតែប៉ុណ្្នឹងហើយបើសិនជាមានការអនុវត្តចង់បង្ហាញឲ្យមើលអាចតាក់ទងមកតាម Telegram បានអរគុណច្រើនអូខេរំលឹកមេរៀនឲ្យឡើងវិញចេញពី PDF ដែលបានផ្ញើទៅយូរហើយមេរៀន5 4 3 2 1នេះគឺ finger number ណាកុំច្រឡំជាមួយនឹង number របស់ music alphabet C D E F G A B ហើយនិង C គឺយើង move មេរៀនទី3មក A មេរៀនទី2មក B ទី1មក C អញ្ចឹងទៅពេលយើង move 3មេរៀនហ្នឹងមកបន្តពីមេរៀនទី1គឺយើងលេងបានចំនួនពី C មកដល់ Cហើយយើង turn back ទៅវិញទៅ C B A មេរៀនទី1យើងបោះមក the next key after A គឺយើងបោះមកក្រោមដៃកណ្ដាលណាអត់មានបោះមកលើចេះទេអូខេហ្នឹងហើយយើងងើយកមកលើទីមកហើយតែមេយើងចូលមក key G ហើយបន្តមកមេរៀនទី2ទី3ទី4អូខេហើយយើងហៅឈ្មោះវាណា C B A G F E C C D E F G A B C C B A G F A D C អូខេហាត់ octave chord C to C បើឧបករណ៍ខ្សែគេហៅថា5 chord អញ្ចឹង C to C ហ្នឹងគឺជា C5 ហ្នឹងហើយអញ្ចឹងណាហើយមេរៀនកណ្ដាលគឺចូលមក key G ដូចអញ្ចឹងតែលើកយើងកុំនិយាយយើងគាត់ហាត់ជាលំហាត់ទេ C C ហើយយើងហាត់ទៀតមក C B C A C G C F C E C D C យើងហាត់អញ្ចឹងណាដើម្បីឲ្យការហៅរបស់យើងវាកាន់តែមានលក្ខណៈផ្លោះច្រើនដែលតបC C C B C A C G C F C E C B C ហាត់ហៅហើយបញ្ចេញសំឡេងឲ្យត្រូវហើយធ្វើវាចាំហើយចាំយើងហាត់លេង key ផ្សេង D Cហាត់ឲ្យបានគ្រប់ទីតាំងតាមតែអាចធ្វើទៅបានហើយ median scale ធ្លាប់ទៅឲ្យយូរហើយនៅក្នុងกระดาษ PDF ចំពោះដៃឆ្វេងមេរៀនទី5មេរៀនទី4ទី3ទី2ទី1អានេះគឺជា hand position about 5 key ជាមួយ5មេរៀន C D E F G A
chẳng finger 1 chứ ai luôn một đỏ A nâng B đại côn luôn một đỏ B A các bạn này trong thời gian thời ca mùi chùm hó bàn một đỏ A xuống ta lấy finger 1 một đỏ B xuống lên anh nó cứ hand position hay scale over natural key cứ dừng ranh nó 5 4 3 2 1 3 2 1 3 2 1 nó cứ chia finger number về giống mà mình chia music alphabet này hãy dừng turn back 1 2 3 đam mê những bóng một cỏ bên đá cho một vị trí F E A C. Ok ông pi đại chuyển đại dương vật hạt lên channel cứ chưa hand position bởi dưới cứ mình bằng điểm over 5 key start from finger 5 to finger 1 on G this on C chấm next key of finger 1 move to A hay finger 5 C move to B okay this low B this A so the next A គឺជា B ដូចគ្នាដែរហើយ next B គឺជា C បន្តទៀតអញ្ចឹង yes so អាទីនេះគឺជា high B ដែលយើងសន្និដ្ឋានថាវាជា high B ហេតុអីគឺវាសលេងខ្ពស់ជាង B មួយនេះទៅពេលនេះអូខេដូចអញ្ចឹងឯងអញ្ចឹងម្រៀងតាមប្រាំងគឺវានៅពីលើ key របស់វាទាំងរបស់វាស្រាប់ហើយគឺ C D E F G ដើម្បីបាន A គឺយើងមូលឡើងមកមួយចំហនៃតួ Y key យើងបាន A ដើម្បីបាន B យើងអាចឡើងទៅមួយចំហទៀតយើងបាន B អញ្ចឹងដើម្បីឲ្យគៀកគឺដៃកូនរបស់យើងmove back 1 key មកយើងបាន key B អញ្ចឹងណា so ជុំវិញម្រាមតាមប្រាំរបស់យើងគឺគ្រប់ទាំង7 key ហើយ B C D E F G A B យើងអាចឡើងមក C ទៀតក៏បានអូខេអញ្ចឹងកំណត់ចំណាំសម្គាល់ញីនៅក្នុងកម្រិតដំបូងគឺយើងហាត់ធ្វើវាអញ្ចឹងណាយើងឲ្យលេខមក B A B A C G C G D F B F យើងហាត់ដើម្បីក៏បានដើម្បីឲ្យដៃរបស់យើងគឺបំរែបំរួលបំរាស់ទីបានគ្រប់ម្រាមអូខេ F E B C B A G ចឹងណាហ៎ B C G A G C B G G តាយើងចុចកន្លែងណាគឺយើងហៅឈ្មោះកន្លែងហ្នឹងដើម្បីឲ្យការកំណត់ចំណាប់សម្គាល់របស់យើងកាន់តែប្រសើរពីមួយពេលទៅមួយពេលពីមួយថ្ងៃទៅមួយថ្ងៃនេះគឺជាដៃឆ្វេងដែលស្ដាំក៏យើងធ្វើដូចគ្នាដែរអញ្ចឹងគ្រប់យ៉ាងគឺជាភាពផ្ទុយគ្នាអូខេតែដៃមេរបស់យើងគឺនៅពី over G ដែលស្ដាំរបស់យើងគឺនៅពីលើ over C គឺផ្ទុយគ្នាហ្នឹងហើយផ្ទុយគ្នាណាគឺដូចគ្នាC B G A អញ្ចឹងណាដល់ហើយដៃរបស់យើងគឺយើង move back បានច្រើន key C B A move back បានច្រើនជាងដៃកូនយើង move up បានតG យើងឡើងមកទៀតក៏បានដែរប៉ុន្តែឲ្យថាវាឆ្ងាយបន្តិចណាអូខេអញ្ចឹងយើងฝึกហាត់មួយពេលយើងហាត់ដៃឆ្វេងទៅមួយពេលយើងហាត់ដៃស្ដាំបន្ទាប់មកបានយើងហាត់លេងយកគ្នាវិញ